សុំរបស់ក្រុមការងាររបស់យើងបាទគាត់បិទភ្លើងហ្វាទាំងអស់ហើយបាទចឹងងាយស្រួលក្នុងការទស្សនាបញ្ជូនទៅស្លាប់ខាងឆ្វេងកីឡាករលេខ77ជ័យមុនីរាជបញ្ជូនឲ្យបទក្រុមច័ន្ទ UL លូកដណ្ដើមត្រង់នេះបាទទង្គិចគ្នាទៀតហើយបាល់ពីនៃបានទៅក្រសួងការពារជាតិតាមរយៈការលូកយកត្រង់នេះពីលេខ10អូនហេងវិសុទ្ធទៅលើកីឡាករលេខ77ជ័យមុនីរាជអ្នកចាំទីកំពុងតែរៀបចំរនាំងការពារចាំទីរបស់ក្រសួងមហាផ្ទៃកីឡាករអឹមវិសាលបញ្ជូនជើងស្ដាំទៀតមកតែមួយក្បាលបញ្ចូលទីបានសម្រេចគ្រាប់បាល់នាំមុខដោយកីឡាករលេខ24ឲ្យក្រសួងការពារជាតិយ៉ែមភត្រាបាទបាល់សេតពីធ្វើបានសម្រេចយើងរងចាំរូបភាពឡើងវិញទៅឃើញពីបាទការទាត់និងការតែតប្រជែងគ្នាបាទប្រជែងគ្នាធ្វើឲ្យបាល់នោះធ្លាក់មកបង្គោលទី2សល់យ៉ែមភត្រាគឺតែតបញ្ចប់ទីបានសម្រេចឥឡូវបាទយើងមើលបោកដីមួយអ្នកចាំទីបាទចាប់អត់បានត្រង់នេះបាទគឺជាបញ្ហារបស់អ្នកចាំទីបាទបាល់នេះគឺទាត់សម្ដៅទីតែម្ដងមានការតែប្រជែងទេបាទគឺតែបានឃើញគឺទាត់បុកដីមួយអ្នកចាំទីបាទចាប់ព្យាយាមចាប់ឲ្យជាប់បាទក៏ប៉ុន្តែផ្ទះទម្លាក់ត្រង់នេះអ្នកចាំទីគាត់ព្យាយាមចាប់អត់ជាប់កីឡាករលេខ24ទប់បាយសម្លឹងបញ្ជូនបន្តទៅតំបន់កណ្ដាលចោះទៅត្រង់នេះយ៉ាងណាហើយបាទយ៉ាងណាដែរភ្លាត់ស្នៀតអ្នកចាំទីមានគ្រាប់បាល់តាមស្មើហើយនៅនាទីទី12បាទការដេញតាមបាទមិនបោះបង់មានកីឡាករ2រូបបាទរួមទាំងអ្នកចាំទីបាទព្យាយាមបាទមករៀបរៀងយ៉ាងណាក៏ដោយតែបាទកីឡាកររបស់ក្រសួងមហាផ្ទៃនៅតែអាចធ្វើបានគ្រាប់បាល់តាមស្មើបាទយើងរងចាំរូបភាពឡើងវិញអំពីការរកបានគ្រាប់បាល់បញ្ចូលទីរបស់ក្រសួងមហាផ្ទៃកីឡាករលេខ44ញឹមវ៉ាឃីមបាទចោះល្អណាស់ត្រង់នេះបាទលូកជើងទាត់អត់ដល់បាល់បាទអ្នកចាំទីក៏បាទចាប់អត់ជាប់ទៀតត្រង់នេះកន្លក់ទៅតែបាទញឹមវ៉ាឃីមមិនអស់ចំហទេបាទជើងកីឡាករជើងឯកយើងនឹងឃើញទាំងអស់គ្នានៅក្នុងពេលដ៏ខ្លីបន្តិចទៀតនេះបន្ទាប់ពីទាត់ពេណាល់ទីកាត់សេចក្តីរួចរាល់សូមបាទក្រសួងមហាផ្ទៃឬក៏ក្រសួងការពារជាតិបាទជាម្ចាស់ជើងឯកនៃពានរង្វាន់មិត្តភាពអន្តរក្រសួងស្ថាប័នលើកទី10ឆ្នាំ2025បាទត្រៀមដល់វគ្គរន្ធត់ដល់វគ្គរន្ធើនដល់វគ្គជក់ចិត្តបាទដល់វគ្គដែលបាទមានក្រុមមួយបាទសប្បាយរីករាយមានក្រុមមួយបាទគឺមិនសប្បាយនោះទេបាទអញ្ចឹងអ្នកចាំទីគឺជា hero នៅក្នុងវគ្គនេះផងដែរដែលយើងឃើញថាបាល់សុទ្ធពេលទីគឺ50-50ទេអ្វីដែលសំខាន់គឺអ្នកចាំទីបាទគឺអ្វីដែលបាទគេផ្ដោតសំខាន់តែម្ដងបាទព្រោះអីបាទអ្នកចាំទីមួយរូបបាទតែងតែមានកលល្បិចនៅក្នុងការចាប់ក៏ដូចជាមើលបាទនៅជើងមើលនៅភ្នែកបាទកីឡាករនៅក្នុងការទាត់បាទយើងចាំមើលទាំងអស់គ្នាការទាត់ដំបូងគឺចេញពីក្រសួងការពារជាតិរ៉ាប់រងដោយលេខ79គឺទឹកងឿហាត់ទឹកងើហាក់ឬក៏អ្នកចាំទីរបស់ក្រសួងមហាផ្ទៃទៅឲ្យកន្លែងនេះមួយជើងឆ្វេងបាល់សុបស្រាល
អ្នកចាំទីឆោមចន្ទថាសង្គ្រោះបើបានយ៉ាងល្អអូយបាទសុទ្ធស្រាលពេកហើយគាត់សុទ្ធអរៈបាទស្រាលពេកហើយអាម៉ាញ់យើងមើលរូបភាពយូរថៃថ្មីកន្លងនេះបាទសុទ្ធកណ្ដាលហើយគាត់សុទ្ធស្រាលពេកយើងមើលប្លង់ពីក្រោយចំណាញ់ទីកន្លងនេះអ្នកចាំទីរំលាយខ្លួនមកហើយក៏បាទទះបាល់ចេញទៅខាងក្រៅឥឡូវដល់វេនក្រសួងមហាផ្ទៃវិញម្ដងចូលឬមិនចូលបាទគង់ប៊ុនលីនបាទជួយសង្គ្រោះបាល់ច្រើនណាបាទថ្ងៃនេះបាទមើលវគ្គពេលនឹងទីនេះបាទទៅហើយបាទត្រៀមបាទឆ្វេង original តែម្ដងទៅហើយកន្លែងនេះដាច់ចង្កេះផឹង1-0ក្រសួងមហាផ្ទៃនៅមុខ1-0ពីការតតរបស់ណនអ្នករាដល់វិញក្រសួងការវិជាវិញម្ដងហើយយើងមើលកន្លែងនេះណនអ្នករាគាត់ទះទៅបាទឆ្វេងបាទទៅស្ដាំដៃអ្នកចាំទីបាទឆ្វេងរបស់គេគឺទាត់បាទច្បាស់មែនតើ1-0ក្រសួងការពារជាតិវិញម្ដងអ្នកចាំទីឆោមចន្ទថាអាចសង្គ្រោះបាល់ជាលើកទី2បានរីណាបាទទៅហើយអញ្ញាកដាផ្លុំបញ្ចាយបាទទៅឲ្យជើងស្ដានបាទហើរំលងរបាទីទៅហើយឆ្ងាយមែនតើអូយបាទការតត់មកហើររំលងរបាទីយើងមើលកន្លែងនេះតែគាត់ជោគពេកបាទបាល់តត់ខ្នងជើងឲ្យជោគពេកបាទកន្លែងនេះផ្ទះបាទប្រអប់ជើងបាទមួយមកបាទវគ្គពេលនឹងទីបាទគាត់ជោគពេកហើយក៏ហើររំលងរបាទីទៅហើយបាទសៅបាទអៀងវ៉ាន់ណុចអាម៉ាញ់បាទត្រៀមនៅក្នុងការតតបាល់បាទចេញពីក្រសួងមហាផ្ទៃវិញម្ដងបាទ1-0បាទតតបាល់នេះចូលគឺ2-0បាទចូលឬមិនចូលទៅហើយជើងស្ដាំអត់ចង្កេះផឹងទៅកន្លែងទៅដែរជួយកម្មវិធីគឺកំពុងតែស្រែកហូរសប្បាយរីមែនតើមើលកន្លែងនេះបាទជ្រុំជើងហើយផ្ទះជើងស្ដាំគ្មានសល់ទេបាទ2-0គ្រាប់បាល់ទី3របស់ក្រសួងការពារជាតិបាទមានគ្រាប់បាល់រីយ៉ាងណាពីក្រសួងការពារជាតិឡើងនេះដាច់ចង្កេះផឹង1-2ដាច់ចង្កេះបាទដល់វេនបាទក្រសួងមហាផ្ទៃអាចរកក្របបាល់បានយ៉ាងណាបាទកន្លែងនេះក្រសួងមហាផ្ទៃបើសិនបញ្ចូលទីក្នុងមុខ3-1បាទទៅហើយមើលជើងស្ដាំនេះបញ្ចូលទីទៅហើយ3-1ធ្វើបានយ៉ាងល្អលោកអុកសុចិត្រាបាទគាត់បាញ់រីករាយមែនតើកន្លែងនេះណោះអត់គាត់ឡើងកែងបាទចាំទីលោតអត់ដល់ទេបាទ
សួងការវិជាតិបាទក្របបាននេះអាចចូលឬមិនចូលបើសិនជាមិនចូលនោះទេគឺក្រសួងមហាផ្ទៃនឹងលើកពានរង្វាន់បាទមិត្តភាពអន្តរជាតិស្ថាប័នលើកទី10ឆ្នាំ2025ជាស្ថាពរតែម្ដងហើយបើចូលនៅអ៊ុតមួយគ្រាប់ទៀតបាទត្រៀមនៅក្នុងការតតបោដោយណាត្រិនបាទកន្លែងនេះជើងស្ដាំដាច់ចង្កេះហឹងបាទមែនទេបុជ្ររបស់ក្រសួងមហាផ្ទៃឥឡូវនេះបាទក្រសួងការវិជាតិបាទគាត់សុទ្ធច្បាស់មែនទេបាទត្រូវណាត្រិនមួយគ្រាប់នេះបើសិនជាក្រសួងមហាផ្ទៃសុទ្ធចូលទីនឹងឈ្នះបាទជាស្ថាពរតែម្ដងបាទត្រៀមនៅក្នុងការទាត់ពីម៉ៃរិទ្ធិខឺឬក៏គង់ប៊ុនលិនម៉ៃរិទ្ធិខឺអត់ចំកោដៅទេអាយយោបាទម៉ៃរិទ្ធិខឺដាច់ចង្កេះផឹងទៅហើយបែរជាសុទ្ធអត់ចំកោដៅសោកស្ដាយមែនតើម៉ៃរិទ្ធិខឺបាទយើងមកមើលក្របបាល់របស់ក្រសួងការពារជាតិវិញ3-2បាទក្របបាល់នេះបញ្ចូលទីនឹងអ៊ុតក្របបាល់ចុងក្រោយរបស់ក្រសួងមហាផ្ទៃតែបើសិនជាមិនចូលនោះទេគឺចប់សពគ្រប់តែម្ដងបាទរាប់រងដោយម៉ានរ៉ូសានីដាច់ចង្កេះផឹងដល់វេនក្រសួងមហាផ្ទៃក្របបាល់ចុងក្រោយតើសម្រាប់ជោគជ័យឬក៏រងចាំទៅភាគបន្តសម្រាប់ជោគជ័យក្របបាល់នេះឬក៏រងចាំនៅភាគបន្តក្របបាល់នេះជោគជ័យឬក៏ក្របបាល់នេះគឺជាក្របបាល់ស្មើយើងរងចាំមើលទាំងអស់គ្នាបាល់ទាត់គឺបែបនេះហើយទោះបីនាំមុខច្រើនមុនក៏ដោយក៏មិនដឹងថារឿងរ៉ាវនឹងទៅជាយ៉ាងណាតតែបញ្ចប់ការប្រកួតពេជ្រឃាតចុងក្រោយរបស់ក្រសួងមហាផ្ទៃអាចធ្វើបានសម្រេចឬយ៉ាងណាជួយឲ្យក្រសួងមហាផ្ទៃលើកពានឬយ៉ាងណាពេជ្រឃាតចុងក្រោយកញ្ចែបន្លឺឡើងទៅហើយជើងស្ដាំកន្លែងនេះ